ប្រកាសជាថ្នាំរបស់អ្នកធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពថ្នាំរបស់ខ្ញុំហើយបើមិនដូច្នោះទេថ្នាំរបស់ខ្ញុំមិនអាចបរាជ័យបាននោះទេគឺដោយសារតែរបស់គ្មានប្រភពច្បាស់លាស់របស់អ្នកទាំងនេះបានរំខាននិងបំផ្លាញលទ្ធផលនៃការព្យាបាលរបស់ខ្ញុំនិយាយមិនសមហេតុផលថ្នាំរបស់អ្នកទេដែលគ្មានប្រសិទ្ធភាពអ្វីតតែសោះនោះមិនត្រឹមតែគ្មានប្រសិទ្ធភាពទេវាថែមទាំងបំផ្លាញជីវិតរបស់អ្នកជំងឺទៀតផងបើមិនមែនថ្នាំរបស់ខ្ញុំជួយទេអ្នកជំងឺនេះប្រហែលជាស្លាប់ទៅហើយអ្នកបង្កាច់បង្ខូចអ្នកកំពុងបង្កាច់បង្ខូចខ្ញុំសន្តិសុខមកយកមនុស្សដែលរំខានដល់សន្តាប់ធ្នាប់ពេទ្យនេះចេញទៅភ្លាមអ្នកទេដែលកំពុងបង្កាច់បង្ខូចលោកស្រីស៊ូខ្ញុំសូមពេលតែ1នាទីទៀតសូមឲ្យខ្ញុំ1នាទីចុងក្រោយបើស្ថានភាពអ្នកជំងឺនៅតែអាក្រក់ចុះខ្ញុំសុខចិត្តលោតសម្លាប់ខ្លួនពីអគារនេះដើម្បីទទួលខុសត្រូវប៉ាកើតអីលោកស៊ីតើមានអ្វីកំពុងកើតឡើងនេះគ្រាន់តែប្រតិកម្មធម្មតាទេបន្ទាប់ពីប្រើថ្នាំរួចហើយហារិកបានរាលដាលពេញរាងកាយដើម្បីសម្លាប់កោសិកម្មហារិកទាំងអស់ការរំលាយអាហារនិងការបំលែងសារធាតុនៅក្នុងរាងកាយនឹងកើនឡើងខ្លាំងជាងធម្មតាប៉ុន្តែកុំបារម្ភអ្វីនឹងប្រសើរឡើងឆាប់នេះពិតមែនទេលោកពិតជាមិនបានបោកខ្ញុំទេនិយាយមិនសមហេតុផលលោកស្រីស៊ូកុំជឿគាត់ឲ្យសោះនេះច្បាស់ណាស់ថាជាប្រតិកម្មគ្រោះថ្នាក់ពីថ្នាំយើងត្រូវចាប់គាត់ភ្លាមគ្រូពេទ្យមកមើលលឿនកោសិកម្មហារិកនៅក្នុងខ្លួនអ្នកជំងឺកំពុងត្រូវបានបំផ្លាញយ៉ាងច្រើនបេះដូងនិងតម្រងនោមក៏កំពុងតែប្រសើរឡើងវិញយ៉ាងលឿនដែរអ្វីទាំងអស់កំពុងត្រឡប់ទៅរកស្ថានភាពធម្មតាវិញហើយចាប់អស់ហើយលោកស្រីស៊ូមើលទៅលោកស៊ូចាស់លែងមានចលនាទៀតហើយគាត់បានដាច់ខ្យល់ស្លាប់ហើយប្រកាសជាថ្នាំរបស់ជនបោកប្រាស់នេះហើយថ្នាំរបស់គាត់បានសម្លាប់លោកស៊ូចាស់ហើយអ្នកណាក៏បានចាប់គាត់ឲ្យខ្ញុំចាប់គាត់ទៅប្រន្ទាទោសអ្នកណានិយាយថាខ្ញុំដាច់ខ្យល់ប៉ាបានដឹងខ្លួនហើយតើប៉ាមានអារម្មណ៍យ៉ាងម៉េចដែរមានរឿងអ្វីកើតឡើងហើយអ្វីខ្ញុំមានអារម្មណ៍ថារាងកាយរឹងមាំជាងមុននិងមានសុខភាពល្អបែបនេះមិនមែនខ្ញុំចិត្តស្លាប់ហើយមែនទេគ្រូពេទ្យសុខភាពល្អខ្លាំងណាស់ពិតប្រាកដណាស់ខ្ញុំមិនដែលថាមានអារម្មណ៍ពោពេញដោយកម្លាំងបែបនេះជាយូរមកហើយតើនេះជាអាការចុងក្រោយមុនស្លាប់ឬឥឡូវនេះខ្ញុំមានកម្លាំងសំបីតែវីគោមួយក្បាលឲ្យដួលក៏បានតើរាងកាយឪពុកខ្ញុំមានបញ្ហាអ្វីទេតើស្ថានភាពសុខភាពរបស់គាត់ពេលនេះយ៉ាងដូចម្ដេចមិនគួរឲ្យជឿទេស្ថានភាពទាំងអស់បានត្រឡប់ទៅធម្មតាទាំងស្រុងវិញហើយលោកស្រីស៊ូឪពុករបស់អ្នកពេលនេះមានសុខភាពល្អជាងមនុស្សដែលមានវ័យ20ឆ្នាំទៅទៀតពិតមែនទេយោងតាមទិន្នន័យពីឧបករណ៍ពិតជាបែបនោះមែនប៉ុន្តែខ្ញុំណែនាំឲ្យគាត់ធ្វើការពិនិត្យរាងកាយពេញលេញម្ដងទៀតដើម្បីបញ្ជាក់ឲ្យច្បាស់អភូតហេតុនេះគឺជាអភូតហេតុមែនហើយមិននឹកស្មានថាពិតជាមានថ្នាំដែលអាចព្យាបាលជំងឺមហារីកដំណាក់កាលចុងក្រោយបាននោះទេ